បងប្រុសក៏ថាមិនសូវបានស្គាល់ JB J ស្អីនឹងប្រមាណទេអូនស្រីដែលអ្នកស្គាល់ឃើញម៉ូតូស្អាតតាម TikTok តាម Facebook ក៏ថាម៉ូតូអគ្គិសនីទេតែរៀងដូចម៉ូតូសាំងអញ្ចឹងម៉ូតូនេះសំខាន់ឮថាសំចៃជាងម៉ូតូសាំងពី4ទៅ5ដងตัวយ៉ាងដូច model K2 ដែលគាត់ធ្វើការយកនេះគឺយកចម្ងាយ100គីឡូមានន័យថាសាកថ្មម្ដងអាចជិះបានចម្ងាយរហូតដល់ក្បែរ100គីឡូហើយបើនិយាយពីភ្លើងដែលសាកអស់វិញបើគិតជាលុយអស់ប្រហែលជា2000ជាងទៅ3000ហើយបើម៉ូតូសាំង100គីឡូហ្នឹងអស់សាំងយ៉ាងតិច2លីត្រទៅ3លីត្រហើយចំណាយលុយអស់ប្រហែលជា10000ទៅ10000ជាងហើយបើយើងគុណគូជាខែជាថ្ងៃមើលទៅមួយឆ្នាំមិនមែនតិចទេហើយមួយវិញទៀតប្រភេទអគ្គិសនីវាសំឡេងស្ងាត់ល្អមិនមែនសំឡេងស្ងាត់ទេអត់ឮសំឡេងតែហ្មងសំខាន់វាជួយការពារដល់បរិស្ថានអត់មានបញ្ចេញផ្សែងពុលទៅកាន់បរិស្ថានទេមានតេឡេបញ្ជាពីចម្ងាយចង់ប្រើប្រាស់សោក៏បានប្រើប្រាស់តេឡេក៏បានមានទាំងពីរទៅស្រេចតែម្ដងមានប្រព័ន្ធសុវត្ថិភាពការពារពីការលួចមានប្រព័ន្ធការពារជម្រាបទឹកដែលអាចជិះកាត់ភ្លៀងក៏ដូចជាលាងទឹកបានធម្មតាមានការធានា2ឆ្នាំទៅលើម៉ូទ័រ2ឆ្នាំទៅលើអាគុយអញ្ចឹងសម្រាប់បងប្អូនដែលកំពុងតែស្វែងរកប្រភេទមធ្យោបាយធ្វើដំណើរដែលចំណាយតិចក្នុងការប្រើប្រាស់ប្រចាំថ្ងៃបងប្អូនអាចសាកល្បងមកប្រើប្រាស់ជាមួយនឹងម៉ូតូអគ្គិសនីរបស់ JB យើងបានហើយសម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចធ្វើការឆាតមកកាន់ page JB ម៉ូតូអគ្គិសនីឬក៏បងប្អូនអាចធ្វើការតាក់ទងតាមលេខទូរស័ព្ទ096 993ដើម0016និងមួយខ្សែទៀតមានទាំង Telegram 099 626 833ដើមឬក៏បងប្អូនអាចធ្វើការមកដល់ទីតាំងផ្ទាល់ក៏បានតែទីតាំងរបស់យើងគឺស្ថិតនៅលើផ្លូវ271សកាទឹកឡ3ខណ្ឌទួលគោករាជធានីភ្នំពេញម្ដុំផ្សារហៃលីនៅក្បែរស្តុបវិក្រិតការស្តុកកែ271ជាមួយនឹងផ្លូវ2002